Và số đây ni sơ ni sậtទាំងអស់បាទថ្ងៃនេះលោកគ្រូនឹងលើកយកមេរៀនទី8បាទតកតនឹង Windows Maintenance and Troubleshooting បាទការថែទាំទៅលើបាទ Windows ហើយនឹងក៏ដូចជាការដោះស្រាយបញ្ហាក្រោយពីបាទបញ្ចប់សិក្សាមេរៀននេះបាទសិស្សនិស្សិតទាំងអស់មានសមត្ថភាពបាទអាចកំណត់បាទតម្លើងហៅ Windows Computer បាទហើយនឹងតាមរយៈការអាចតម្លើងទៅលើ network ការប្រើប្រាស់ខ្សែក៏ដូចជាការប្រើប្រាស់បាទប្រព័ន្ធអត់ប្រើប្រាស់ខ្សែនៅក្នុងហ្នឹងបាទសម្រាប់ចែករំលែកបាទការ access តាមពីចម្ងាយគេហៅ remote access ហើយនឹងចេះ apply បាទទៅលើបច្ចេកទេសក្នុងការថែទាំថែរក្សាថែទាំដូចជាការ update ការ backup បាទការកំណត់ការងារតាមរយៈការកំណត់កាលវិភាគពេលវេលាក៏ដូចជាការកំណត់ restore point និងទី3នឹងអ្នកសិក្សានឹងចេះគេហៅ troubleshoot ដោះស្រាយបញ្ហាទៅលើបញ្ហារបស់ប្រព័ន្ធប្រតិបត្តិការ Windows ដោយប្រើប្រាស់ six step troubleshooting model គំរូដោះស្រាយបញ្ហា6ជំហានបាទហើយនឹងចេះប្រើប្រាស់ Windows Network Tool បាទឧបករណ៍បណ្ដាញរបស់ Windows ក្នុងហៅ GUI Graphic User Interface ក៏ដូចជា CLI Command Line Interface ដើម្បីវិភាគទៀងទាត់ទៅលើការភ្ជាប់បណ្ដាញបាទនិងចំណុចចុងក្រោយនឹងចេះតម្លើងប្រើប្រាស់ Remote Access Tool ឧបករណ៍សម្រាប់ access ពីចម្ងាយបាទចូលទៅកាន់កុំព្យូទ័រដោយប្រើប្រាស់ Remote Desktop ក៏ដូចជា Remote Assistant VPN Telnet ហើយនិង SSH នៅក្នុងមេរៀននេះបាទមាតិកាដែលនឹងសិក្សាទី1គឺនឹងសិក្សាទៅលើបាទ Windows Networking បាទទី2នឹង Remote Access Tool ទី3គឺ Preventive Maintenance Technique ទី4ការសិក្សាទៅលើ Backup ហើយ Restore ទី5ការសិក្សាទៅលើ Troubleshooting Windows Operating System បាទដែលនៅក្នុងហ្នឹងមាន6ជំហានបាទកំណត់បញ្ហាបាទបង្កើតទ្រឹស្ដីតេស្តទៅលើទ្រឹស្ដីរៀបចំផែនការដើម្បីអនុវត្តក៏ដូចជាផ្ទៀងផ្ទាត់ហើយនឹងស្វែងរកឯកសារ